ក្នុងចំណោមគ្រឿងផ្សំខាងក្រោមតើមួយណាដែលមានរសជាតិប្រៃ A ស្ករ B អំបិល C ប៊ីចេង D ខ្ទឹមអូនមិនបាច់ចុចទេបងឆ្លើយតែម្ដងខ្ញុំឆ្លើយយកចម្លើយ B ចម្លើយ B អំបិលគឺជាចម្លើយចុងក្រោយជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរទី2តើអក្សរងស្ថិតនៅក្នុងលេខរៀងទីប៉ុន្មាននៃព្យញ្ជនៈខ្មែរ A ទី3 B ទី4 C ទី5 D ទី6ខ្ញុំបាទសូមចេះចម្លើយ C បងទី5 C ទី5ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរតើសត្វកង្កែបបំលាស់ទីដូចម្ដេច A ដោយលូន B ដោយដើរ C ដោយវា D ដោយលោតខ្ញុំបាទសូមចេះយកចម្លើយ D ដោយលោតបង D ដោយលោតគឺជាចម្លើយជាចម្លើយចុងក្រោយអបអរសាទរបាទអូននៅសល់2ជំហានទៀតទើបមានទឹកប្រាក់100,000រៀលនៅក្នុងហោប៉ៅសំណួរក្នុងចំណោមមធ្យោបាយធ្វើដំណើរខាងក្រោមតើមួយណាជាមធ្យោបាយផ្លូវទឹក A រថភ្លើង B ឡាន C កាណូត D ម៉ូតូខ្ញុំបាទសូមចេះយកចម្លើយ C កាណូតបង C កាណូតគឺជាមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកជាចម្លើយចុងក្រោយជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរទី5តម្លៃ100,000រៀលចាំជំនាញអូនណា Microsoft Excel ជាកម្មវិធីមួយដែលមានរូបមន្តជាច្រើនគណនាចំនួនលេខតើរូបមន្តមួយណាជារូបមន្តសម្រាប់ប្រើប្រាស់ផលគុណនៃចំនួន A average number 1 number 2 and more B min number 1 number 2 more C sum number 1 number 2 more D products number 1 number 2 and moreខ្ញុំបាទសូមចេះយកចម្លើយ D D products ជាចម្លើយតែជាចម្លើយចុងក្រោយD product ជាចម្លើយចុងក្រោយសមនឹងសមត្ថភាពដែលបងកំពុងតែបម្រើការមែនបាទត្រឹមត្រូវបាទចំពោះបងអូនសុបញ្ញាអូនបានឆ្លងកាត់ដំណាក់កាលទី1ហើយមានន័យថាបងអូនមានទឹកប្រាក់100,000រៀលនៅក្នុងហោប៉ៅអូនអាចស្មានខ្លួនឯងថាឈានបានប្រហែលជំហានទៀតទេមើលទៅហើយជា5ទៅ6អាយ៉ា5ទៅ6ជំហានទៀតសូមជម្រាបផងដែរថាចូលមកដល់ជំហានទី2នេះប្រសិនបងប្អូនឆ្លើយត្រូវ10សំណួរ5សំណួរទៀតណាអូនមានទឹកប្រាក់3,200,000រៀលនៅក្នុងហោប៉ៅបើឆ្លើយដល់15សំណួរគឺបងប្អូនទៅផ្ទះ100លានរៀលតែឈានដល់ដំណាក់កាលទី2នេះបងប្អូនមានសិទ្ធិពិសេសមួយទៀតគឺមានសិទ្ធិពិសេសអានសំណួរអានចម្លើយហើយមិនឆ្លើយដោយដើរចេញនៅក្នុងអត្រាទឹកប្រាក់ដែលបងប្អូនបានឆ្លើយរួចសំណួរទី6តើក្នុងមួយឆ្នាំមានប៉ុន្មានសប្តាហ៍ A 48សប្តាហ៍ B 50សប្តាហ៍ C 52សប្តាហ៍ D 54សប្តាហ៍អូនមានជំនួយអូនមានពេលវេលាក្នុងការគិតបងប្អូនអស់ហើយអូនមានជំនួយសូមជំនួយបងសូមជំនួយតើបងប្អូនចង់បានជំនួយណាមួយជំនួយពីប្រិមិត្តគ្រប់គ្រងពីទស្សនិកជននៅទីនេះបងប្អូននឹងទទួលបានសិទ្ធិនោះទៀតបាទខ្ញុំបាទសូមជម្រាបជូនដល់ទស្សនិកជននៅទីនេះទាំងអស់បើសិនជាដឹងចម្លើយសូមជួយឆ្លើយឲ្យបងប្អូនសុបញ្ញាដើម្បីឈានទៅដំណាក់កាលជាបន្តទៀតតែបើមិនចេះទេកុំចុចបាទណាប
បើមិនចេះទេកុំឆ្លើយអរគុណច្រើនព្រាមចាប់ផ្ដើមអរគុណច្រើនឥឡូវនេះបងអូនឃើញចម្លើយហើយតើបងអូនជឿឬមិនជឿ C 52សប្តាហ៍ ជឿបងយកចម្លើយ ជឿ 100% តែម្ដងដូច្នេះមានន័យថា ចម្លើយ C គឺជាចម្លើយ ចុងក្រោយ ជាចម្លើយចុងក្រោយបាទសូមអរសាទរបាទសំណួរតើវងភ្លេងការបុរាណខ្មែរមានបញ្ចូលនៅឧបករណ៍ប្រភេទអ្វីខ្លះ A ដំ B កូតនិងដំ C កូតកេះនិងផ្លុំ D កូតកេះផ្លុំនិងទះ ខ្ញុំបាទសូមជ្រើសរើសយកចម្លើយ D បង ចម្លើយ D កូដកេះផ្លុំនឹងផ្ទះ ចម្លើយ D គឺជា ចម្លើយចុងក្រោយ អូនបានជ្រើសរើសចម្លើយ D កូតកេះផ្លុំនិងទះ បាទ ជាចម្លើយចុងក្រោយ ជាចម្លើយ អរគុណបាទអរគុណបាទ